ម្ចាស់ទន្លេមេគង្គតែអ្នកនរគ្នាដឹងទេនៅក្រោមទឹកនៃទន្លេមេគង្គរបស់យើងមិនត្រឹមតែមានទឹកដ៏ខៀវស្រងាត់ព្រមទាំងត្រីគ្រប់ប្រភេទរស់នៅនោះទេវាថែមទាំងមានអ្វីដែលលើសអំពីនេះទៅទៀតនៅក្នុងវប្បធម៌របស់ខ្មែរទន្លេមេគង្គគឺមានម្ចាស់មិនមានម្ចាស់នោះទេហើយម្ចាស់នោះគឺមិនសំដៅទៅលើមនុស្សឬក៏ស្ដេចគ្រប់គ្រងដែនដីនោះទេប៉ុន្តែសំដៅទៅលើសត្វមួយយ៉ាងដែលមានអំណាចខ្លាំងបំផុតដែលកំពុងតែរស់នៅបាតទន្លេមេគង្គសត្វនោះត្រូវបានគេឲ្យឈ្មោះថាគឺជាសត្វនាគរាជនាគរាជនេះមិនមែនមានតែមួយក្បាលទេគឺមានច្រើនក្បាលជាលក្ខណៈជាគ្រួសារតែម្ដងនេះបើតាមអ្វីដែលសរសេរនៅក្នុងឯកសារទាំងនៅក្នុងប្រទេសឡាវនិងនៅក្នុងប្រទេសកម្ពុជាយើងសត្វនាគរាជនេះគឺវានៅជាលក្ខណៈគ្រួសារមានបងប្អូនមានសាច់ញាតិមានស្ដេចមានមន្ត្រីដូចគ្នាក្នុងរឿងព្រេងគេថែមទាំងនិយាយថាសត្វនាគនេះគឺមានសមត្ថភាពនៅក្នុងការក្រឡាខ្លួនទៅជាមនុស្សរស់នៅជាមនុស្សធម្មតាដោយមនុស្សយើងមិនបានដឹងថាពួកគេគឺជាអម្បូរនាគរាជនោះទេនៅសម័យបុរាណខ្មែរយើងបានធ្វើការបួងសួងដើម្បីធ្វើការសុំសេចក្តីសុខព្រមទាំងឲ្យស្ដេចនាគផ្ដល់នៅទឹកភ្លៀងគ្រប់គ្រាន់មច្ឆាជាតិដើម្បីប្រជាពលរដ្ឋខ្មែរធ្វើការអាស្រ័យផលនិងរស់នៅឲ្យបានសុខសាន្តពួកគេក៏បានធ្វើការដាក់នៅគ្រឿងដង្វាយផ្សេងដែលដាក់នៅលើទូកដូចជាអង្ករចេកព្រមទាំងត្រីសាច់ផ្សេងដើម្បីបណ្ដែតទៅក្នុងទន្លេមេគង្គដោយពួកគេជឿជាក់ថាដង្វាយទាំងនោះនឹងត្រូវបានស្ដេចនាគធ្វើការទទួលយកហើយនឹងផ្ដល់មកវិញនៅសេចក្តីសុខនិងការការពារអំពីក្រុមនាគទាំងនោះសម្រាប់នៅប្រទេសឡាវវិញនៅពេលដែលគ្រឿងសំណែនរបស់ពួកគេបានបណ្ដែតទៅកណ្ដាលទន្លេមេគង្គហើយបើសិនជាស្ដេចនាគបានទទួលស្ដេចនាគនឹងធ្វើការព្រុសភ្លើងឡើងទៅលើអាកាសដើម្បីបញ្ជាក់ជាសញ្ញាហើយភ្លើងនោះត្រូវបានជនជាតិឡាវហៅថាភ្លើងពេញផាត់នាគដែលបង្ហាញថានាគនោះពិតជាបានទទួលនៅសំណែនមួយនេះហើយព្រមទទួលនឹងការពារទៅលើប្រជាជនឡាវឲ្យរួចផុតអំពីគ្រោះទល់ភឹកនិងផ្ដល់ទឹកភ្លៀងគ្រប់គ្រាន់ទៅដល់ពួកគេសម្រាប់ជនជាតិខ្មែរយើងវិញគឺមានការគោរពទៅលើសត្វនាគនេះតាំងពីសម័យនគរភ្នំឯណោះរហូតបានបង្កើតរឿងព្រេងមួយដែលនិយាយអំពីដើមកំណើតរបស់ជនជាតិខ្មែរកើតចេញពីអំបូរសត្វនាគរាជទាំងនេះដោយសត្វនាគរាជទាំងនេះបានធ្វើឲ្យទឹកស្រកបង្កើតទៅជាកោះមួយដែលដោះនៅលើសមុទ្រហើយក៏បង្កើតទៅជាជនជាតិខ្មែរសពថ្ងៃនេះគឺជារឿងព្រេងដែលខ្មែរយើងបានបង្កើតឡើងដើម្បីឧទ្ទិសនិងគោរពទៅដល់នាគរាជដែលនាគរាជគឺជាអំបូរមួយដ៏ថ្លៃថ្នូរសម្រាប់ជនជាតិខ្មែររហូតមកទល់សពថ្ងៃនេះខ្មែរយើងនៅតែឲ្យតម្លៃទៅលើសត្វនាគនេះខ្មែរយើងតែងតែប្រារព្ធនៅពិធីមួយនេះជារៀងរាល់ឆ្នាំអ្នកនរគ្នាប្រហែលជាឆ្ងល់ហើយតែពិធីនេះប្រារព្ធឡើងនៅពេលណាគឺនៅក្នុងពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែនឹងហើយដែលភាសាអង់គ្លេសសរសេរថា Water Festival មានន័យមួយយ៉ាងទៀតដែលនិយាយថាជាបុណ្យទន្លេនោះឯងសូមបញ្ជាក់ថាមុនសម័យអង្គរនិងក្នុងសម័យអង្គរមិនមានពិធីបុណ្យអុំទូកនោះទេគឺមានតែពិធីបណ្ដែតនៅប្រទីបឬក៏កន្ទង់អាហារតែប៉ុណ្ណោះហើយពិធីបុណ្យអុំទូកគឺចាប់កំណើតឡើងក្នុងសម័យកាលរបស់ព្រះបាទជ័យវរ្ម័នទី7តែប៉ុណ្ណោះក្នុងពេលដែលព្រះអង្គធ្វើការឈ្នះនៅនគរចាមប៉ា